ខណៈជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃកំពុងឡើងក្តៅពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែនមួយចំនួនពុំទាន់ចាកចេញពីលំនៅឋាននៅឡើយបើទោះជាមានភាពតានតឹងខ្លាំងក៏ដោយពុំទាន់ចាកចេញពីផ្ទះទៅរកទីសុវត្ថិភាពក៏ព្រោះតែពលរដ្ឋទាំងនោះធ្លាប់ឆ្លងកាត់សង្គ្រាមនាពេលកន្លងមកពលរដ្ឋជាយដែនទាំងនេះយល់ថាការដែលមិនព្រមរត់ចោលផ្ទះសម្បែងរបស់ពួកគេគឺផ្ដល់នូវភាពកក់ក្ដៅដល់កងទ័ពជួរមុខដែលជាខឿនការពារជាតិដ៏រឹងមាំចាប់ពីថ្ងៃទី23មិថុនាតទៅភាគីថៃសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជានៅក្រោមហេតុផលការពារសន្តិសុខជាតិនិងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញសេចក្តីថ្លែងការណ៍របស់កងទ័ពថៃឲ្យដឹងថាចាប់ពីថ្ងៃជូនដំណឹងនេះទាហានថៃនឹងយាមកាមតឹងតែងហាមមិនឲ្យមានការឆ្លងចេញចូលទឹកដីថៃជាដាច់ខាតលើកលែងតែការធ្វើដំណើររបស់អ្នកជំងឺសិស្សសាលានិងសកម្មភាពមនុស្សធម៌មួយចំនួនប៉ុណ្ណោះរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី23ខែមិថុនាបានចាប់ផ្ដើមរៀបចំឯកសារដើម្បីដាក់ពាក្យបណ្ដឹងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើវិវាទព្រំដែនចំនួន4គឺតំបន់មុំបីប្រាសាទតាមាន់តូចតាមាន់ធំនិងប្រាសាទតាក្របីក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជាគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅ ICJ នឹងត្រូវធ្វើការជាមួយមេធាវីអន្តរជាតិនិងបំពេញការងារមួយចំនួនទៀតដូចជាធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការ ICJ និងរហូតដល់ការបញ្ចប់ក្តីក្តាំងប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតបានលើកឡើងនៅចំពោះមុខនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនថាយោធាកម្ពុជានិងជប៉ុនគួរពង្រឹងទំនាក់ទំនងដោយធ្វើលំហាត់យោធារួមគ្នាក្នុងន័យសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងលោកហ៊ុនម៉ាណែតជាមួយនាយឧត្តមសេនីយ៍ Morishita Yasunori នៅខេត្តសៀមរាបកាលពីថ្ងៃទី23ខែមិថុនា